Hello សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះដែរយើងបន្តសាច់រឿងរបស់យើងបន្តនៅត្រង់ចំណុចដែលទូប្ររបស់យើងគឺគេនិយាយពីប្រវត្តិខាងខ្លះបន្ទាប់របស់យើងនៅអាយុ20ឆ្នាំគាត់បានធ្វើជាតកនិងបានទទួលបេសកកម្មរបស់ជាច្រើនធ្វើដល់គាត់ធ្វើបានសម្រេចនៅអាយុ30ឆ្នាំច្រកទ្វាររបស់អារ្យក៏បានបើកការចាប់ដើមរៀនពីរបស់អារ្យនៅអាយុ35ឆ្នាំគាត់បានតស៊ូសន្ទនានឹងការបំផ្លិចបំផ្លាញរបស់ពួកអារ្យនៅអាយុ39ឆ្នាំសង្គ្រាមរបស់មនុស្សនិងអារ្យក៏បានបញ្ចប់ហើយមនុស្សក៏បានឈ្នះនៅអាយុ40ឆ្នាំគាត់ក៏បានទទួលរង្វាន់ភាពស្មោះត្រង់របស់គាត់នោះគឺការចោទប្រកាន់នៅភាពបំផិតនៅចំណុចនេះដល់គ្នាអាចទៅមើលនៅភាពមួយបានមូលហេតុគាត់គេចាប់កាន់គាត់នឹងចូលជាមួយក្រុមពួកបិសាចអញ្ចឹងណាហើយសាច់រឿងរបស់យើងក៏កាត់មកដល់ចុងពេលដែលទូប្ររបស់យើងភ្ញាក់ពីសន្លប់តួឯប្ររបស់យើងក៏ឆ្ងល់ផងដែរគាត់ឆ្ងល់ថាគាត់នឹងកំពុងនៅកន្លែងណាហើយកន្លែងគាត់កំពុងនៅនឹងគឺជាកន្លែងដែលគេមើលថាទេរោមែនឬក៏កូនក្មេងឯងបាទអញ្ចឹងមានន័យថាគាត់នឹងបានជោគជ័យក្នុងការស្រូបយកថាមពលពីតនីស្តាហ្នឹងឯងហើយឥឡូវនេះទូប្ររបស់យើងក៏បាននិយាយថាគាត់đãមានគ្រឹះមកហាត់ដល់ជាង2ជីវិតមុនរបស់គាត់មកហាត់ដល់ស្នេហ៍ដល់สิ่งคนนี้ណោះគ្នាហើយនៅពេលដែលទូប្ររបស់យើងញឹមក្រោយគាត់ក៏បានឃើញម្ដាមហើយគាត់ក៏ឆ្ងល់ដែរតើហេតុអ្វីម្ដាមនៅទីនេះហើយគាត់យករបស់អ្វីបានបន្ទុកដាក់លើគេរបស់គាត់ហ្នឹងខ្ញុំសូមជម្រាបដល់អ្នកតិចឡើងម្ដាមហ្នឹងដូចជាអ្នកមើលថែកូននេះចឹងណាហើយនេះរបស់ដែលម្ដាមយកឲ្យទូប្រុសយើងទុកលេងយកហ្នឹងខ្ញុំឲ្យគួយស្លាញ់ទៀតទូប្រុសយើងមិនឲ្យស្លាញ់ចង់បានពួកហ្នឹងមកទាំងអ្នកគ្នាម្ដាមនេះគឺជាទូឯករបស់យើងណាដើម្បីកាត់បន្ថយការប្រកួតប្រជែងជាមួយអ្នកផ្សេងទៀតចឹងណាដោយសារទូឯករបស់យើងកូនអត់ពេកច្បាប់អញ្ចឹងតើគេចង់សម្រាប់គាត់ចោលអញ្ចឹងបានថាពួកពីក្បត់ហ្នឹងវាអាចសម្រាប់មនុស្សទាំងអស់នៅក្នុងបន្ទុកហ្នឹងណាតែតួណាក៏ដោយវាបានជួបទូប្រុសឯករបស់យើងចប់ហើយទូប្រុសរបស់យើងបាននិយាយថាវាដូចជាការកំពុងតបរបស់ Baskerville នៅចំណុចនេះក៏ចង់មានន័យថាដូចអ្វីដែលទូប្រុសរបស់យើងបានបន្តទុកចឹងថាគេនឹងមកជួនណាសត្វនឹងមកសម្រាប់គាត់ចោលចឹងហើយទូប្រុសរបស់យើងក៏បាននិយាយថាគាត់នឹងធ្វើឲ្យគ្រួសារនឹងធ្លាក់ចុះដល់ដីរបស់គាត់តតែម្ដងដោយសារតែគ្រួសារនឹងជឿនមុនក៏ក្បត់គាត់ហើយឥឡូវជឿនេះចង់សម្រាប់គាត់ចោលនៅក្មេងទៀតនេះលទ្ធផលមកសម្រាប់តួឯងរបស់យើងតែចុងក្រោយអាចជាកង់ចឹងតែម្ដងនិយាយមែនណាអ្នកគ្នារឿងនេះគួរឯងរបស់យើងគឺការតាំងក្មេងតែម្ដងស្រាប់មនុស្សវិញអត់មានយ៉ាងណាទេហើយបន្តមកម៉ាដាមដែលយកពងមកចង់ទៅប្រុសរបស់យើងហ្នឹងគេក៏យកគាត់នឹងទៅមកជីវិតបាត់ទៅគេស៊ើបអ្នកនៅពីក្រៅខ្នងដែរប៉ុន្តែគេរកអត់ឃើញចឹងណាទៅប្រុសរបស់យើងក៏បាននិយាយដែរគាត់ថាមានកូនឆ្កែតែដឹងរឿងការប៉ັດហ្នឹងនិយាយមកទៅប្រុសយើងឌឺទៅហើយហើយស្អីរឿងរបស់យើងក៏កាត់មកដល់3ឆ្នាំក្រោយមកគឺនៅបន្ទប់រីជាងគេសិក្សាអំពីកម្រិតនៃដាវហ្នឹងគេសិក្សាអំពីច្បាច់ដាវណាបងប្អូននៅចំណុចនេះគ្រូនៅក្នុងថ្នាក់ហ្នឹងក៏គេបានពិចារណាថាបើសិនជាដាវហ្នឹងអាចដាក់បណ្ណាបានតិចតួចគេអាចចាប់ទុកថាជាអ្នកចាប់ផ្ដើមដាវអ្នកចាប់ផ្ដើមហាត់ហ្នឹងបងប្អូនsorry អ្នកទាំងអស់គ្នាឆ្លងដាក់បណ្ណាអត់អាចដាក់បណ្ណាបានគេអាចចាប់ទុកថាជាអ្នកចាប់ផ្ដើមនៃអ្នកបង្ហាត់ដាវហើយអ្នកដែលអាចបញ្ជូនបណ្ណាចូលទៅក្នុងដាវបានគេហៅថាអ្នកជំនាញអ្នកទាំងអស់គ្នាគេតើដាក់ចូលបណ្ណាបានសុទ្ធតែអ្នកខ្លាំងហើយនៅពេលដែលគេបញ្ចេញមកណាឲ្យជាចំហាយអាការៈហើយអាការៈដូចជាសែងអ្នកទាំងអស់គ្នាឬក៏ក្លិនគេហៅថា SWOT ជីដុកទ័រហើយកម្រិតចុងក្រោយនៅពេលដែលគេអាចបញ្ចេញអាការៈឲ្យវាខ្លាចជារឹងហើយគេអាចផ្លាស់ប្ដូរវាទៅតម្រង់ផ្សេងបានគេហៅវាថាជា SWOT Master គឺថាគ្រូដាវអ្នកគ្នាហើយស្អីនឹងគេបានបញ្ជាក់ផងដែរថាអ្នកខ្លាំងនៅក្នុងគ្រូស្កាយ Baskerville ហ្នឹងគឺនៅកម្រិត SWOT Master ហ្នឹងហើយតួឯករបស់យើងក៏បានគិតផងដែរថាហាងកូនហ្នឹងគឺគាត់នៅកម្រិត SWOT Master ហ្នឹងហើយគាត់ត្រូវតែឆាប់ស្ដារថាមពលរបស់គាត់មកវិញចំណែកឯគ្រូថ្នាក់ក៏បានគិតថាទៅប្រុសរបស់យើងចូលដើមចឹងទៀតហើយដែលថាមើលអីថ្មឹងហ្នឹងអ្នកនរគ្នាតែគាត់ក៏សរសើរដែរទៅប្រុសរបស់យើងមើលរីងកាយនៅរឹងមាំបន្ទាប់ពីចូលទៅលេស្ទីបនឹងរយៈពេល7នាទីថ្ងៃហ្នឹងខ្ញុំសូមប្រាប់បងប្អូនគ្នាតិចទៅប្រុសរបស់យើងមានអាយុ8ឆ្នាំហើយ
ដោយសារតែរឿងមុនហួសចឹងខ្ញុំប្រាប់អ្នកគ្នាហើយគ្រូនឹងក៏ដោយសារតែថាទុករបស់យើងក៏ខំប្រឹងប្រែងហើយក៏មានទេពកោសល្យជាងអ្នកដទៃចឹងណាហើយគ្រូនឹងក៏ដែរថាបើសិនបើជាមេគ្រូសាអបហ៊ុនក៏ហ្នឹងដឹងថាទុករបស់យើងខ្លាំងចឹងប្រហែលសប្បាយចិត្តណាទេប៉ុន្តែក៏មើលការគិតរបស់ទុករបស់យើងទោះរបស់យើងមិនគេថាគាត់ត្រូវការពេលមែនដើម្បីស្លាប់ហ៊ូហ្គោហ្នឹងតែហ៊ូហ្គោហ្នឹងក៏ស្លាប់គាត់ហើយរកហ្នឹងក៏មានមនុស្ស3នាក់ទៅវិញហា3ក្បាលហ្នឹងហ្មងទៅវាក៏ចារអារម្មណ៍ទុករបស់យើងដែរគឺចារអារម្មណ៍ខាងនេះមកធ្វើបាបបូលីទុកប្រឯយើងហ្នឹងហើយអាមួយនៅកណ្ដាលហ្នឹងគឺក៏បាននិយាយថាវាលឺពាក្យចាមរាមថាទុកប្រងវ៉ៃយើងថាទុករបស់យើងហ្នឹងបានចូលទៅក្នុងអន្តរជាតិស្ទើរនឹងរយៈពេល7នាទីហើយសម្រាប់អាពុកពីក្បាលទៀតតាំងដែរតួឯករបស់យើងនឹងជីកូនទីរក់ឡើយទេហើយនៅពេលដែលតួឯករបស់យើងបានឃើញគឺ3នាក់ហ្នឹងគាត់នៅឃើញពីរបស់គាត់ថា3នាក់ហ្នឹងជាអ្នកដែលតាមគាត់នៅពេលដែលគាត់រត់ចេញពីគេនេះតាមចាប់ហើយនៅក្នុងគ្រួសាររបស់ Skywit ហ្នឹងអា3នាក់ហ្នឹងគេហៅវាឈ្មោះថាអ្នកខ្លាំងទាំង3ឬក៏ហៅថាត្រីកោណទាំង3ហ្នឹងឈ្មោះចម្លែកដល់អ្នកទាំងអស់គ្នាហើយអ្នកនរគ្នាមើលឈ្មោះពួកវាបានអាសក់ប្រុយប្រមុខមានមួយហ្នឹងវាហៅឈ្មោះថាហៃបកនៅកណ្ដាលគេមានប្រុយ2ហ្នឹងវាហៅឈ្មោះថាមីតដតហើយអានៅប្រុយ3ហ្នឹងវាហៅឈ្មោះថាឡតបកហើយបើសិនជាយើងមកប្រាជ្ញាភាសាខ្មែរយើងទៅអាមួយនៅហ្នឹងគេហៅកដាលមកឈុំខ្ពស់ហើយឈ្មោះចម្លែកដល់រឿងនេះហើយរយៈពេល10ឆ្នាំក្រោយពួកគេនិយាយទៅអា3ក្បាលហ្នឹងវានឹងក្លាយជាដៃជើងរបស់ហ៊ូហ្គោអ្នកទាំងអស់គ្នាហើយទៅប្រាប់ឲ្យយើងនឹងគិតផងដែរថាបើសិនវាអាចគាត់គួរតែនេះហើយថាសម្រាប់វាចោលឥឡូវហ្នឹងតែម្ដងហើយគាត់ថាតួឯករបស់យើងកាត់ចោលភ្លាមវាយកក្បាត់មកជុំតួឯករបស់យើងបាទហើយអ្នកជុំហ្នឹងមានអីក្រៅពីអាបងគេនឹងអាហៃបកហ្នឹងទេអ្នកទាំងគ្នាហើយហើយបកហ្នឹងវាក៏បាននិយាយដែរថាវាបានលើទៅរបស់យើងនៅក្នុងកន្លែងដើម7នាទីចឹងបានន័យថាទោះបីជាវាយកក្បាត់ហ្នឹងទៅចាក់ក៏អត់មានមុតរបួសអីដែរហើយវាក៏និយាយបន្តទៀតដែរថាចឹងត្រូវអត់មកនិយាយទៅពី3ដងហើយវាក៏ប្រាប់អាក្បាត់អាចទាំងពីរហ្នឹងឲ្យមើលផ្លូវឲ្យវាហងហើយវាក៏និយាយដែរថាស៊ូត្រង់ជាមួយនឹងកន្លែងបាន7នាទីហើយវាក៏និយាយថាបើសិនបើវាទូប្រឯករបស់យើងនឹងអាចស៊ូត្រង់3នាទីបានវានឹងកាត់ក្បាលរបស់វាចោលយកមកញ៉ាំហើយខ្ញុំមកឆ្កល់ដែរបើសិនបើវាកាន់ក្បាលរបស់វានិយាយបានគេហូបក្បាលវាទៀតបើក្បាលវាធ្លាក់រដីបាត់ហើយដល់ហើយតួឯករបស់យើងគាត់ថាពួកនឹងជាពួកដែលខ្លាំងហើយខុសខើអីតែចុងក្រោយវានិយាយអញ្ចឹងទូប្រោះយើងអាចលេងនឹងពួកវាបានហើយនេះដល់គ្នា3នាទីក្រោយមកហើយបងក៏និយាយដែរថាវាជាការពិតហើយពីអ្នកមកក៏ប្រាប់មួយកាន់មាត់ទុំហើមរបស់យើងនឹងឲ្យលេងគាត់ទៅប៉ុន្តែយើងពេលបដិហើយដល់គ្នាដាច់ដៃម្ខាងដាច់មករៀមមួយបាត់ហើយគេក៏ទូតែថាតួឯករបស់យើងនឹងធ្វើអីហើយតួឯករបស់យើងក៏បាននិយាយថាឃើញពួកវាចង់ស៊ីដៃរបស់ខ្លួនឯងហីហើយពីអ្នកនោះនិយាយថាខ្លាចទេតែអាមួយដែលតួឯករបស់យើងខាំដាច់ដៃនឹងវាខ្លាចហើយអាបងគេនឹងក៏និយាយប្រាប់ថាប្អូនគេថាឲ្យវាស្ងាត់ចុះចាំឲ្យមេគ្រូសានឹងសងសឹកវាវិញគាត់និយាយប្រាប់ចប់នេះមកនឹងលេងលួចឆ្មក់តួឯករបស់យើងតែម្ដងហើយវាក៏និយាយថាកំភ្លេចថាវានឹងចាស់ជាងតួឯករបស់យើងតែក៏មើលក្បាត់វាចាក់មានមកតួឯករបស់យើងណាមានមុតអីតិចហើយរបស់យើងក៏បាននិយាយថានេះពួកយើងនិយាយជាគ្រួសារបាស្កេតវីតបាត់ហើយក៏ឡើងហើយតែមកសល់ទេគឺខ្លាំងមុនអាយុជានិច្ចហើយតួឯករបស់យើងក៏បាននិយាយថាគាត់នឹងកំដរលេងដល់ទីបញ្ចប់សម្រាប់សាច់រឿងរបស់យើងក៏បានមកដល់និយាយទៅខ្លីហើយអ្នកនរគ្នាសូមរងចាំតាមនេះបន្តហើយបើសិនជាការធ្វើវីដេអូរបស់ខ្ញុំមានចំណុចណាដែលខ្វះខាតឬក៏ចំណុចណាដែលធ្វើឲ្យបានល្អសូមបងប្អូនមេត្តាការតែជាស្រ័យផងបាទ